អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺមកបង្ហាញកូន Fancy ជាមួយនឹង Hellboy បន្តិចដោយសារតែទៅបដូរទឹកហើយអញ្ចឹងស្រួលឲ្យមើលដោយសារតែមានគេយើងគាត់សួរថា Fancy នឹងប៉ុណ្ណាអស់ហើយគេយើងមកបានទៅអត់ធំទៅណាទេនៅតែប៉ុណ្្នឹងឯងនៅតែអត់ធំអត់ថត់នឹងគេសោះដោយសារតែអំបូរត្រី Fancy ហើយ Hellboy នេះគឺជាអំបូរត្រីដែលក្រិនគេយើងគឺអត់ងាយធំទេវាធំយឺតមែនទែនណាអាយុ2ខែជាងហើយបើប្រៀបជាមួយគេប្រហែលជា1ខែគេអាយុគេអំបូរផ្សេងគេអាយុ1ខែគឺប៉ុណ្្នឹងតែវានេះ2ខែជាងហើយនៅអត់ទៅណាសោះនៅប៉ុណ្្នឹងឯងតែសំខាន់ពួកនឹងវាអត់បញ្ហាទេគេយើងដោយសារតែគេលេងខ្សែប្រកាត់ពួកវាធ្វើខ្សែ S អីហ្នឹងគឺប្រកាត់បានហើយគេប្រកាត់អស់ហើយព្រោះពួកហ្នឹងវាអត់គេអត់លេងខ្សែធំទេតែមិញហ្នឹងខ្ញុំបានឡើងកែវបានដូចជា10 20គ្រាប់ដែរណាគេយើងពួកអាសាយពេញប្រកាត់ហ្នឹងឡើងកែវបានខ្លះហើយនៅពួកអាស្ទើហ្នឹងនៅត្រាំនៅក្នុងហ្នឹងសិនហើយនេះខ្ញុំឡើងកែមិញបានប្រហែលជាង20គ្រាប់ពួកអាសាយពេញប្រកាត់គេយើងមើលបានគឺធំល្មមពួកហ្នឹងវាមិនយកធំពេកទេធ្វើខ្សែ S បូកហ្នឹងគឺប្រកាត់បានទេគេយើងតែវាឡើងបានតែឈ្មោលពួកមីមេហ្នឹងអត់ធំសោះវានៅហ្នឹងចឹងទៅឡើងបានតែពួកឈ្មោលពួកមីមេនៅស្ទើទៀតគេយើងអត់តន់បែកបានទេចាំសិនទៅប្រហែលជាកន្លះខែទៀតតែគេយើងមានមេយកឈ្មោលខ្ញុំទៅណាឈ្មោលនេះគឺពេញប្រកាត់គេយើងpet fancy គឺស្អាតមែនទែនអញ្ចឹងគេយើងចង់បានគឺឆាតមកណាពួក fancy តែមានតែឈ្មោលឯងបើចង់បានមេយកពួកមេនៅក្នុងសបុកមិញហ្នឹងទៅវានៅរៀងស្ទើហើយសាមរ៉ៃរបស់យើងគឺនៅសល់ពីជំនាន់មុនគេយើងពួកអាសាយទូចហ្នឹងតែលើវាធំអស់ហើយឡើងខ្សែ M អស់គេយើងដោយសារតែវាមានតែឈ្មោលតែខ្ញុំខ្ជិលបង្ហាញឥឡូវវាធំធាត់ពេញប្រកាត់អស់គេយើងយកទៅប្រកាត់មានមេយកទៅប្រកាត់ទៅគឺបានហើយគឺស្អាតមែនទែនទៅពួកសាមរ៉ៃតែវាមានតែឈ្មោលទេណាគេយើងសល់តាំងពីជំនាន់មុនតាំងពីនៅទូចតែឥឡូវវាធំអស់ហើយអញ្ចឹងគេយើងចង់បានឆាតមកណាខ្ញុំដាក់ link ឆាតនៅក្នុង comment អូខេវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរគេយើងបាយ